អនាជីបាសួស្តីបងប្អូនទាំងអស់គ្នាចាបន្ទាប់ពីបងប្អូនទាំងអស់គ្នាបានសិក្សានៅក្នុងវីដេអូមុនតើតើនឹងចំណាយស្មើគ្នាជាមួយអ្នកគ្រូឯត្រូវអត់ចានៅក្នុងវីដេអូនេះអ្នកគ្រូបន្តទៀតទេគឺចំណុចថ្មីមួយទៀតគឺតើតើចំណាយមិនស្មើគ្នាចាអញ្ចឹងសូមកូនទាំងអស់គ្នាមើលមកលើក្តារខៀនទាំងអស់គ្នានេះអ្នកគ្រូនឹងលើកយករូបមួយកូនឃើញណានេះគឺជារូបរង្វង់អញ្ចឹងរង្វង់នេះគឺមានពណ៌អីគេក៏ពណ៌ក្រហមអញ្ចឹងរង្វង់នេះអ្នកគ្រូបានបំលែងទៅជាបែបនេះអ្នកគ្រូបានផាត់ពណ៌សមួយចំណែកពណ៌ក្រហមមួយចំណែកយើងអ្នកគ្រូបានបែងចែកជា2ចំណែករូបនឹងត្រូវអត់គាត់ចា2ចំណែកដោយចំណែកខាងនេះប៉ុណ្ណេះចំណែកខាងនេះគឺទទួលបានប៉ុណ្ណេះយើងក៏សង្កេតមើលថាតើចំណែកពណ៌សនិងចំណែកពណ៌ក្រហមនេះវាមានទំហំឬក៏ចំណែកស្មើគ្នាដែរឬទេក៏ចាគឺអត់ទេដោយសារតែចំណែកពណ៌សនឹងគឺធំជាងចំណែកពណ៌ក្រហមអញ្ចឹងបញ្ជាក់ថា2ចំណែកហ្នឹងមិនស្មើគ្នាទេចាអញ្ចឹងអ្នកគ្រូនឹងបន្តទៀតចុះបើសិនជារូបបែបនេះកូនឃើញណាអ្នកគ្រូឲ្យរូបបែបនេះកូនឃើញណាមានពណ៌អីគេក៏ពណ៌បៃតងអញ្ចឹងពណ៌បៃតងហ្នឹងអ្នកគ្រូចៃដល់នេះអ្នកគ្រូបានបែងចែកជា3ចំណែកคล้ายទៅជារូបបែបនេះកូនឃើញណាចំណែកមួយចំណែក2ចំណែកនិង3ចំណែកហើយកូនសង្កេតជាមួយអ្នកគ្រូមើលកូនចាពណ៌ក្រហមពណ៌បៃតងនិងពណ៌អីគេកូននេះចាចាំពណ៌បែកខៀវបន្តិចពណ៌ស្វាយបន្តិចត្រូវអត់កូនចាអញ្ចឹងកូនមើលថាតើចំណែកទាំង3ហ្នឹងស្មើគ្នាអត់កូនចាល្អកូនគឺអត់ស្មើគ្នាទេឃើញពណ៌ក្រហមប៉ុណ្ណេះក៏ពណ៌បៃតងប៉ុណ្ណេះរីឯពណ៌មួយនេះគឺប៉ុណ្ណេះចឹងបញ្ជាក់ថា3ចំណែកហ្នឹងគឺមិនស្មើគ្នាទេនេះ3ចំណែកមិនស្មើគ្នាទេតាមរូបភាពដែលកូនសង្កេតចាចឹងអ្នកគ្រូនឹងបន្តទៀតចុះបើសិនជាអ្នកគ្រូឲ្យរូបចតុកោណកែងចាបន្ទាប់មកទៀតអ្នកគ្រូបានយករូបមួយហ្នឹងទៅបែងចែកជាម៉ានចំណែកកូនមើល1 2 3 4ចាអ្នកគ្រូបានបែងចែកជា4ចំណែកហើយអ្នកគ្រូបានផាត់ពណ៌ខុសគ្នាទាំង4ឃើញពណ៌មួយនេះប៉ុណ្ណេះចាចំណែកមួយនេះចំណែកមួយនេះនិងចំណែកមួយនេះកូនសង្កេតមើលចំណែកទាំង4នឹងស្មើគ្នាអត់កូនចាល្អកូនគឺអត់ស្មើគ្នាទេអញ្ចឹងចំណែកទាំង4មិនមែនជាចំណែកស្មើគ្នាអញ្ចឹងយើងបញ្ជាក់ថាសំទោសយើងបញ្ជាក់ថា4ចំណែកមិនស្មើគ្នាទេចាយើងកូនទាំងអស់គ្នាយល់ទេណោះចាដើម្បីឲ្យកូនកាន់តែយល់អ្នកគ្រូមានឧទាហរណ៍ឬក៏លំហាត់សម្រាប់កូនទាំងអស់គ្នាទី1នេះលំហាត់មួយនេះចូលគូសញ្ញាគ្រីសក្នុងប្រអប់ដែលមានចំណែកមិនស្មើគ្នាអញ្ចឹងកូនមើលថាតើនៅក្នុងលំហាត់របស់យើងមួយណាទៅដែលមានចំណែកមិនស្មើគ្នាដោយសារកូនបានសិក្សាចំណែកស្មើគ្នាហើយយើងចូលចំណុចមួយនេះគឺចំណែកមិនស្មើគ្នាដោយអ្នកគ្រូបានឧទាហរណ៍បញ្ជាក់ឲ្យកូនមួយនេះឃើញអ្នកគ្រូជឹងអល់អត់កូនចានេះគឺចំណែកទី1ទី2ទី3ចំណែក1ចំណែកប៉ុណ្ណេះទាំងអស់គឺមានចំនួន3ចំណែកទាំង3នេះគឺមិនស្មើគ្នាយើងបញ្ជាក់ថាវាជាចំណែកមិនស្មើគ្នាកូនគូសញ្ញាគ្រីសដូចអ្នកគ្រូរីឯបន្តទៀតកូនសាកល្បងក្នុងការធ្វើចាអញ្ចឹងអ្នកគ្រូបញ្យល់លំហាត់ទី2នេះចូលគូសញ្ញាគ្រីសក្នុងប្រអប់តែមានចំណែកមិនស្មើគ្នាទៀតហើយដូចអាខាងលើអញ្ចឹងអ្នកគ្រូនឹងឧទាហរណ៍បញ្ជាក់កូនទីតាំងកន្លែងនេះកូនឃើញរូបមួយនេះឃើញកូនឃើញអ្នកគ្រូបែងចែកស្មើគ្នាអត់ចាអត់ស្មើគ្នាទេអញ្ចឹងបញ្ជាក់ថារូបទាំងនេះគឺអត់មានចំណែកស្មើគ្នាចុះផ្សំទៀតកូនចូលរួមគិតមកថាតើមួយណាដែលមានចំណែកមិនស្មើគ្នាចាអញ្ចឹងលំហាត់ទាំងពីរនេះសូមកូនទាំងអស់គ្នាចូលរួមฝึกហាត់ធ្វើទាំងអស់គ្នាបន្ទាប់ពីកូនបានធ្វើរួចកុំភ្លេចយកទៅឲ្យប៉ាម៉ាក់របស់កូនជួយពិនិត្យមើលថាតើកិច្ចការរបស់កូនពិតជាបានស្អាតនិងត្រឹមត្រូវដែរឬទេចាសូមអរគុណ